ពិធីប្រគល់វិញ្ញាបនបត្របណ្ដុះបណ្ដាលស្ដីពីអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្មឆ្នាំ2026 តារា Cambodia News នៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026រដ្ឋបាលខេត្តកំពង់ធំនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករដែលបានបញ្ចប់វគ្គក្រោមអធិបតីភាពលោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមអង្គភាពច្រកចេញចូលតែមួយសាលាខេត្តថ្នាក់ដឹកនាំមន្ទីរកសិកម្មព្រមទាំងអាជីវករក្នុងខេត្តកំពង់ធំប្រមាណ172នាក់មកពី19ខេត្តប្រធានការិយាល័យនីតិកសិកម្មបានឲ្យដឹងថាគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺលើកកម្ពស់ការយល់ដឹងបទដ្ឋានគតិយុត្តនិងនីតិវិធីនិងវិធានការបច្ចេកទេសក្នុងការគ្រប់គ្រងនិងការធ្វើអាជីវកម្មសម្ភារៈកសិកម្មស្របតាមការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាក្នុងបច្ចេកទេសមួយចំនួនជាពិសេសបច្ចេកទេសក្នុងការប្រើប្រាស់ការទុកដាក់ការតាំងលក់ការវេចខ្ចប់ការចែកចាយការនាំចូលថ្នាំកសិកម្មនិងជីកសិកម្មដែលជាអាជីវករលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្មដើម្បីធានាបាននូវការយល់ដឹងការពង្រឹងអនុវត្តច្បាប់ប្រកបទៅដោយបច្ចេកទេសនិងប្រកបដោយគុណភាពល្អដើម្បីពង្រីកនិងបង្កើនផលិតកម្មកសិកម្មឲ្យមានទិន្នផលខ្ពស់និងមាននិរន្តរភាពក្នុងខេត្តក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីលោកប៉ែនវណ្ណរិទ្ធមានចិត្តរីករាយយ៉ាងជ្រាលជ្រៅចំពោះអាជីវករដែលបានចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលសម្រាប់បានលទ្ធផលល្អប្រសើរប្រកបដោយជោគជ័យនិងទំនួលខុសត្រូវខ្ពស់លោកបន្ថែមថាវិស័យកសិកម្មនៅតែមានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចធានាសមធម៌ធានាសន្តិសុខស្បៀងនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទដើម្បីបន្តធ្វើទំនើបកម្មក្នុងវិស័យកសិកម្មតាមរយៈការបង្កើនផលិតភាពការធ្វើពិពិធភាវូបនីយកម្មនិងពាណិជ្ជបនីយកម្មកសិកម្មដោយបានជំរុញការអនុវត្តវិធានការចាំបាច់មួយចំនួនរួមមានការកសាងកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសេវាដែលបម្រើដល់ផលិតកម្មកសិកម្មបង្កើនការផ្ដល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករក្នុងការស្រាវជ្រាវបច្ចេកទេសកសិកម្មដើម្បីបង្កើនទិន្នផលដំណាំនិងបន្សំការប្រែប្រួលអាកាសធាតុក្នុងការគ្រប់គ្រងនិងបង្កើនជីជាតិដីកសិកម្មការពង្រឹងសហគមន៍កសិកម្មព្រមទាំងការកសាងនិងពង្រឹងសមត្ថភាពធនធានមនុស្សដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មសូមបញ្ជាក់ផងដែរថាខេត្តកំពង់ធំបានបើកវគ្គបណ្ដុះបណ្ដាលនេះជាលើកទី13ដែលមានសិក្ខាកាមសរុប1547នាក់ដែលទទួលបានការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្មដល់អាជីវករប្រជាពលរដ្ឋនិងនិស្សិតដែលបានឆ្លងវគ្គថ្មីនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការប្រកបរបរលក់ដុំលក់រាយហើយចូលរួមចំណែកលើកកម្ពស់ពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អាជីវករដើម្បីឲ្យទទួលបានចំណេះដឹងនិងវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មជាអ្នកផ្គត់ផ្គង់សម្ភារៈជីកសិកម្មដល់អតិថិជនកសិករជាអ្នកផ្ដល់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំកសិកម្មនិងជីកសិកម្មដល់ប្រជាកសិករខ្មែរ